hai roi ban chi menu cục khía quạtចូលចិត្តរកលុយតាមរយៈ YouTube ហើយនិងរយៈ Facebook Page ឬទូហើយក៏សួស្ដីទៅដល់បងប្អូនទាំងអស់គ្នាចឹងនៅក្នុងថ្ងៃនេះដែរខ្ញុំនឹងមានវីដេអូឃ្លីបមួយសម្រាប់ចែករំលែកជូនដល់បងប្អូនទាំងអស់គ្នាអញ្ចឹងបងប្អូនគាត់គិតថាហេតុអ្វីបានជាមនុស្សគ្រប់គ្នាគាត់ចូលចិត្តរកលុយតាមរយៈ YouTube ហើយនិងរយៈ Facebook Page ចឹងថ្ងៃនេះខ្ញុំនឹងស្រាយចម្ងល់បងប្អូនទាំងអស់គ្នាថាតើហេតុអ្វីបានជាអ្នកគ្រប់គ្នាចូលចិត្តធ្វើការរកលុយតាមរយៈ YouTube ហើយនិងតាមរយៈ Facebook Page ចឹងចំណុចទី1ដែលទាក់ទាញឲ្យមានអ្នកចាប់ផ្ដើមរកលុយតាមរយៈ YouTube ហើយនិង Facebook ទី1គឺដោយសារការរកលុយតាមរយៈ YouTube ឬក៏ Facebook ហ្នឹងអត់ត្រូវការចំណាយនៅដើមទុនអ្វីទេដើម្បីគ្រាន់តែមានទូរស័ព្ទមួយយើងក៏អាចធ្វើការរកលុយតាមរយៈ online នឹងបានដែរអញ្ចឹងចំណុចមួយទៀតគឺតាក់ទងទៅនឹងពេលវេលាអញ្ចឹងតាក់ទងទៅនឹងការរកលុយតាមរយៈ YouTube ឬក៏ Facebook ហ្នឹងគឺអត់ទាមទារនៅពេលវេលាទេអញ្ចឹងបងប្អូនចង់ធ្វើពេលណាក៏បានចង់ធ្វើពេលយប់ក៏បានធ្វើពេលថ្ងៃក៏បានធ្វើពេលសម្រាប់ម៉ោងការងារក៏បានអញ្ចឹងបានន័យថាការងារដែលយើងធ្វើការរកលុយតាមរយៈ YouTube ឬក៏ Facebook ហ្នឹងអត់ត្រូវការនៅពេលវេលាទេយើងចង់ធ្វើនៅពេលណាក៏បានដែរហើយមួយទៀតគឺអត់ចាំបាច់រើសនៅទីតាំងឬទីកន្លែងដែរអញ្ចឹងអត់ចាំបាច់ថាត្រូវតែមាន office ត្រូវតែមាន studio ត្រូវតែមានការិយាល័យមួយសម្រាប់ឲ្យយើងធ្វើការរកលុយទេអញ្ចឹងការរកលុយនេះគឺយើងនៅកន្លែងធ្វើការគឺយើងអាចធ្វើការរកលុយតាមរយៈ YouTube បានយើងនៅកន្លែងស្រែចម្ការគឺយើងអាចធ្វើការរកលុយតាមរយៈ YouTube នឹងបានដែរមួយទៀតតាក់ទងទៅនឹងចំណូលអញ្ចឹង YouTube ឬក៏ Facebook របស់បងប្អូនបើសិនជាមានអ្នកមើលច្រើនមានអ្នក like មានអ្នក share ច្រើនអញ្ចឹង Facebook របស់បងប្អូនក៏ទទួលបាននៅប្រាក់ចំណូលច្រើនជាបន្តបន្ទាប់ដែរអញ្ចឹង YouTube ក៏ដូចគ្នាបើសិនជាមានអ្នក like មានអ្នក subscribe នៅ channel ច្រើនអញ្ចឹងការរកលុយរបស់បងប្អូនក៏មានការរីកចម្រើនខ្លាំងដែរអញ្ចឹងយើងនឹងទទួលបានចំណូលកាន់តែច្រើនជាបន្តបន្ទាប់ទៀតហើយមួយទៀតតាក់ទងទៅនឹងការរកលុយតាមរយៈ YouTube ឬក៏ Facebook នឹងដែរបើសិនជាបងប្អូនធ្វើបានល្អ content របស់បងប្អូនបានល្អឬក៏វីដេអូរបស់បងប្អូនបានល្អវាងាយនឹងផ្ទុះងាយនឹងទទួលបានអ្នក like ច្រើនងាយនឹងទទួលបានអ្នក subscribe ច្រើនអញ្ចឹងប្រាក់ចំណូលបងប្អូនក៏ទទួលបានទៅតាមនឹងដែរហើយដែល like បើសិនជាបងប្អូនអស់ទៅវីដេអូបងប្អូនល្បីអញ្ចឹងប្រកាសជាមានអ្នករកនៅ sponsor ដើម្បីឲ្យយើង promote នៅផលិតផលគេហើយអញ្ចឹងចំណូលក៏អាចបានមកពីការ promote ផលិតផលការដាក់ sponsor អញ្ចឹងក៏ជាប្រភពនៃចំណូលមួយដែរនេះទាំងអស់នេះហើយគឺជាមូលហេតុដែលជំរុញឲ្យមានអ្នករកលុយតាមរយៈ YouTube ហើយនិង Facebook កាន់តែច្រើនអញ្ចឹងបើសិនជាបងប្អូនចូលចិត្តនិងពេញចិត្តនៅវីដេអូរបស់ខ្ញុំសូមជួយចុច like ហើយនិង subscribe នៅ channel របស់ខ្ញុំឬក៏ follow page របស់ខ្ញុំដើម្បីទទួលបាននៅព័ត៌មានថ្មីៗទាក់ទងទៅនឹងការរកលុយតាមរយៈ YouTube Facebook និងព័ត៌មានផ្សេងៗទៀត